បងប្អូនយើងណាខ្លះដូចខ្ញុំឲ្យទៅមើលទូកគាត់ដឹងតែចូលចិត្តមើលចង្វាក់នៃការអុំទូកជាពិសេសចង្វាក់នៃការរំក្បាលទូកបញ្ជីក្បាលទូករបស់ពូអុំកងដែលជាកីឡាករទូកងបងប្អូនទូកងខាងលើនេះគឺជាទូកងដែលមានឈ្មោះថាប៉ូអណ្ដែតថាបដីសែនជីរបស់បងប្អូននៅភូមិបឹងខ្វែកឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំចង់និយាយពីប្រធានបទមួយគឺប្រធានបទការរំក្បាលទូករបស់លោកតាគឹមថ្មីនេះតាមរយៈ Facebook Page ឈ្មោះថាវប្បធម៌ទូកងកម្ពុជារបស់បងប្រុសច័ន្ទឌឿនគឺគាត់បានឆ្លើយឆ្លងគ្នាតាមរយៈការខលទៅលោកតាគឹមផ្ទាល់តែម្ដងគឺលោកតាគឹមគឺគាត់មានប្រសាសន៍ថាគឺគាត់បានចូលនិវត្តន៍ពីវិស័យទូកងនេះហើយពោលគឺចូលនិវត្តន៍ពីការរំក្បាលទូករបស់ទូកងដែលមានឈ្មោះថាប៉ូអណ្ដែតថាបដីខាងលើតែម្ដងបងប្អូនខ្ញុំមានអារម្មណ៍ថាសោកស្ដាយប៉ុន្តែណាមួយគឺលោកតាគឺគាត់មានវ័យចំណាស់ហើយអញ្ចឹងគាត់ក៏ឆ្លៀតពេលនេះគឺការចូលនិវត្តន៍នៅក្នុងឆ្នាំ2026នេះអញ្ចឹងមានតែជូនពរលោកតាឲ្យមានសុខភាពកាន់តែប្រសើរឡើងកាន់តែល្អបន្ថែមទៀតឃើញថាគាត់មួនមែនតើស្បៃត្បិតតែលោកតាគឺមានជំវ័យរៀងចំណាស់ពិតមែនប៉ុន្តែធៀបស្មារតីការស្វាហាប់នៃការចង្វាក់រំនៃការអុំទូកគឺគាត់ដូចក្មេងអញ្ចឹងបងប្អូនយើងណាខ្លះដែលជាអ្នកគ្រប់គ្រងក៏ដូចជាអ្នកគោរពទៅដល់លោកតាគឹមជួយខមមិនប្រាប់ម្នាក់មួយបងប្អូនលោកតាគឹមតែងតែនាំប្រជាប្រិយភាពមកដល់ភូមិស្រុកភូមិផ្ទាល់ខ្លួនជាពិសេសនៅខេត្តកំពង់ធំតែម្ដងក្នុងការប្រកួតថ្នាក់ខេត្តថ្នាក់ស្រុកមិនថាថ្នាក់ជាតិអីទេឲ្យតែលើថាប៉ូនដែតដឹងតែមានឈ្មោះលោកតាគឹមដោយសារគាត់ជាអ្នករំក្បាលទូកដ៏ល្អមើលមែនតើឲ្យតែគាត់រំនៃការចង្វាក់នៃការរំទូកគាត់រស់រវើកតែម្ដងហើយចំពោះទូកងប៉ូនដែតថាបដីនេះគឺជាទូកងមួយដែលជាទូកងចាំស្រុកសាទពរមានវ័យចំណាស់មែនតើហើយក៏ជាដៃគូស្វិតស្វាញមែនតើជាមួយនឹងទូកងតាអោកដេជោសែនជីបារមីកំពង់ស្បូវបងប្អូនចាំមើលឲ្យតែទូកពីរនឹងប៉ះគ្នាដឹងតែល្អមើលហើយដឹងតែឈ្នះចាញ់អ្នកម្ជើងហើយល្អមើលមែនតើជាពិសេសនៅឆ្នាំ2023ខ្ញុំចាំថាអូគូនឹងប៉ះគ្នាល្អមើលមែនតើចឹងបងប្អូនយើងណាខ្លះដែលជាអ្នកគ្រប់គ្រងទូកងប៉ូអណ្ដែតក៏ដូចជាទូកងត្អោកជាពិសេសទូកងនៅស្រុកសាទពរនិងខេត្តកំពង់ធំយើងទាំងអស់ដែលមានអនុស្សាវរីយ៍ជាមួយនឹងលោកតាគឹមជួយខមមិនប្រាប់អ្នកមួយខ្ញុំពិតជាគោរពនិងស្រឡាញ់គាត់មែនតើជាចុងក្រោយមានតែជូនពរលោកតាគឹមឲ្យមានសុខភាពកាន់តែល្អបងប្អូនអរគុណ